នៅវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធទី7ឧសភាកងទ័ពឥណ្ឌាបានចាប់ផ្ដើមបើកការវាយប្រហារដោយបានបាញ់ផ្លោងគ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងចំនួន6របស់ប៉ាគីស្ថានស្ថិតនៅតំបន់កាಶ್មៀរនិងខេត្តពេញចាប់ផងដែរគិតត្រឹមព័ត៌មានចុងក្រោយនៅព្រឹកថ្ងៃពុធគ្រាប់មីស៊ីលរបស់ឥណ្ឌាទាំងនេះបានបណ្ដាលឲ្យស្លាប់ប្រជាជនស៊ីវិលប៉ាគីស្ថានចំនួន26នាក់ក្នុងនោះមានកុមារអាយុ 3-4 ឆ្នាំចំនួន3នាក់ហើយនឹងរបួសមនុស្សយ៉ាងហោច46នាក់នេះបើផ្អែកតាមប្រភពពីអ្នកនាំពាក្យកងទ័ពប៉ាគីស្ថានឥណ្ឌាបានអះអាងថាគេបានបើកការវាយប្រហារប្រកបដោយការទទួលខុសត្រូវនិងប្រុងប្រយ័ត្នបំផុតដោយគេបានវាយតែទៅលើទីតាំងរបស់ក្រមភេរវកម្មប៉ាគីស្ថានតែប៉ុណ្ណោះមិនបានវាយទៅលើទីតាំងរបស់កងទ័ពប៉ាគីស្ថានទេក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃពុធអ្នកនាំពាក្យកងទ័ពឥណ្ឌាបានបញ្ជាក់ថាប្រតិបត្តិការវាយប្រហាររបស់ឥណ្ឌាគឺបានសម្ដៅទៅលើទីតាំងលាក់ខ្លួនជំរំវឹកហាត់របស់ក្រុមជីហាតប៉ាគីស្ថានពីរក្រុមគឺក្រុម Jaish-e-Mohammed និងក្រុម Lashkar-e-Taiban តែយ៉ាងណាអាជ្ញាធរប៉ាគីស្ថានបានអះអាងថាគ្រាប់មីស៊ីលរបស់ឥណ្ឌាបានធ្វើឲ្យខូចខាតយ៉ាងដំណំទៅលើទំនប់វារីអគ្គិសនីមួយកន្លែងនៅតំបន់កាಶ್មៀររបស់ប៉ាគីស្ថានខាងកងទ័ពប៉ាគីស្ថានអះអាងថាគេសូមរក្សាសិទ្ធិឆ្លើយតបវិញទប់ទល់ជាមួយនឹងការវាយប្រហារឈ្លានពានរបស់ឥណ្ឌានេះមិនបងអង្គយូរកងទ័ពប៉ាគីស្ថានបានបាញ់ផ្លោងគ្រាប់បាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួនយ៉ាងហោច5គ្រឿងកងទ័ពឥណ្ឌាអះអាងថាប៉ាគីស្ថានបានប្រើកាំភ្លើងធំបាញ់ផ្លោងគ្រាប់ចូលមកខាងតំបន់កាಶ್មៀររបស់ឥណ្ឌាមន្ត្រីមូលដ្ឋានឥណ្ឌានៅកាശ്មៀរបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមានស្លាប់មនុស្សយ៉ាងហោច8នាក់និងរបួសប្រមាណ30នាក់ទៀតការផ្ទុះអាវុធលើកនេះគឺមានលក្ខណៈធ្ងន់ធ្ងរអាចក្លាយជាសង្គ្រាមយ៉ាងចំហរវាងប៉ាគីស្ថាននិងឥណ្ឌាដែលសុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរចំនួនរវាងឥណ្ឌានិងប៉ាគីស្ថានទៅណាមិនឆ្ងាយទេពីតំបន់កាಶ್មៀរនេះដូចយើងបានដឹងខ្លះៗហើយថាឥណ្ឌានិងប៉ាគីស្ថានពីមុនជាប្រទេសតែមួយស្ថិតនៅក្រោមនឹមអាណានិគមរបស់ចក្រភពអង់គ្លេសលុះដល់ឆ្នាំ1947ទើបអង់គ្លេសចាកចេញទៅហើយក៏បានសម្រេចពុះផ្ដាច់ដែនដីខាងលិចបង្កើតជាប្រទេសប៉ាគីស្ថានដើម្បីប្រមូលផ្ដុំអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់យកទៅរស់នៅទីនោះធ្វើបែបនេះគឺគេជឿថានឹងបញ្ជៀសចំនួនសាសនារវាងអ្នកកាន់សាសនាអ៊ីស្លាមនិងអ្នកកាន់សាសនាព្រហ្មញ្ញសាសនាតែដោយឡែកតំបន់កាಶ್មៀរមានលក្ខណៈពិសេសព្រោះកាលនោះសម្បូរអ្នកកាន់សាសនាអ៊ីស្លាមរស់នៅក៏ពិតមែនតែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូម្ល៉េះហើយក៏សម្រេចមិនចេញកើតជាចំនួនដណ្ដើមគ្នាតែម្ដងតំបន់កាശ്មៀរដែលជាតំបន់ភ្នំខ្ពស់នៃជួរភ្នំហិមាល័យត្រូវពុះចែកជាពីរជាមួយនឹងបន្ទាត់ព្រំដែនប្រវែង770គីឡូម៉ែត្រដីទំហំ 35% បានទៅខាងប៉ាគីស្ថាននិង 63% បានមកខាងឥណ្ឌាខាងឥណ្ឌាតែងតែបានចោទថាភាគីប៉ាគីស្ថានបានទំនុកបំរុងក្រុមភេរវកម្មឬក្រុមឯករាជ្យនិយមបះបោរបង្កអស្ថិរភាពនៅខាងតំបន់កាശ്មៀររបស់ឥណ្ឌាតែកតិននឹងប្រភពបញ្ហាដែលបណ្ដាលឲ្យផ្ទុះការប្រយុទ្ធគ្នានៅពេលនេះគឺដោយសារតែកាលពីថ្ងៃទី22មេសាមានក្រុមភេរវកម្មមួយក្រុមបានចូលមកវាយប្រហារនៅខាងឥណ្ឌាសម្លាប់មនុស្ស26នាក់ភាគច្រើនសុទ្ធតែជាមនុស្សប្រុសកាន់សាសនាហិណ្ឌូឥណ្ឌាបានចោទភ្លាមថាជាស្នាដៃរបស់ក្រុមភេរវកម្មក្រោមការផ្ចុងផ្ដើមជួយពីរដ្ឋាភិបាលប៉ាគីស្ថានឥណ្ឌាបានដាក់ការសង្ស័យទៅលើក្រុមជីហាតអ៊ីស្លាម Lashkar-e-Taiba ដែលធ្លាប់បានវាយប្រហារម្ដងហើយនៅទីក្រុងបំបីស្លាប់មនុស្ស166នាក់នៅឆ្នាំ2008ប៉ាគីស្ថានបានបដិសេធថាគេមិនបានដឹងឮឬនៅពីក្រោយក្រុមភេរវកម្មនេះទេតែបញ្ហានេះបានឈានក្លាយជាវិបត្តិការទូតប្រទេសទាំងពីរបានសម្រេចបិទព្រំដែនគោកនៅតំបន់កាശ്មៀរបិទដែនអាកាសរៀងៗខ្លួននិងបានព្យួរសន្ធិសញ្ញាគ្រប់គ្រងដងទន្លេហិណ្ឌូស្ថែមទៀតផងនៅព្រឹកថ្ងៃពុធនេះលោកវីក្រាមមីស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌាបានអះអាងថាផ្អែកតាមព័ត៌មានចារកិច្ចឥណ្ឌាគឺក្រុមជីហាតប៉ាគីស្ថានមានគម្រោងវាយប្រហារឆាប់ៗនេះមកលើឥណ្ឌាសារជាថ្មីម្ដងទៀតដូច្នេះវាជារឿងចាំបាច់ដែលឥណ្ឌាត្រូវតែវាយកំទេចដើម្បីបង្ការការពារខ្លួននៅពេលនេះអ្វីដែលយើងបានសង្កេតឃើញគឺថាចំនួនផ្ទុះសង្គ្រាមរវាងប៉ាគីស្ថាននិងឥណ្ឌានេះគឺវាបានជះផលវិបាកយ៉ាងខ្លាំងតែទៅលើប្រជាជនស៊ីវិលស្លូតត្រង់នៅតំបន់កាശ്មៀរនេះឯងមិនថាខាងប៉ាគីស្ថានឬខាងឥណ្ឌាពួកគេត្រូវរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាពដោយខ្លាចក្រែងត្រូវគ្រាប់កាំភ្លើងទាំងធំទាំងធំនិងមីស៊ីលរបស់កងទ័ពទាំងសងខាងចំនួនសងសឹកនេះនឹងធ្វើឲ្យកាន់តែមានការចងកំហឹងខ្លាំងឡើងរវាងអ្នកកាន់សាសនាអ៊ីស្លាមនិងអ្នកកាន់ព្រហ្មញ្ញសាសនាសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិជាដើមបានអំពាវនាវឲ្យឥណ្ឌានិងប៉ាគីស្ថានត្រូវតែខិតខំអត់ធ្មត់ទប់កំហឹងរៀងៗខ្លួនដើម្បីបញ្ជៀស
ឲ្យបាននៅសង្គ្រាមឆាបឆេះថែមមួយកន្លែងទៀតការផ្ទុះអាវុធរវាងឥណ្ឌានិងប៉ាគីស្ថានបានបង្កផលប៉ះពាល់ទៅដល់វិស័យអាកាសចរណ៍ដែនអាកាសឥណ្ឌានិងប៉ាគីស្ថានគឺជាផ្លូវធ្វើដំណើរដ៏សំខាន់សម្រាប់ជើងហោះហើររវាងអឺរ៉ុបនិងអាស៊ីជានេះទៀតក្រុមហ៊ុនអាកាសចរណ៍ខ្លះបានប្រុងប្រយ័ត្នជៀសមិនហោះតាមផ្លូវពីខាងលើអ៊ុយក្រែននិងជៀសពីខាងលើម្ដុំអ៊ីស្រាអែលសមុទ្រក្រហមជាដើមដោយសារតែសុទ្ធតែជាតំបន់ប្រឈមគ្រោះថ្នាក់អាចមានមីស៊ីលហោះកាត់រួចទៅហើយឥឡូវថែមប៉ាគីស្ថាននិងឥណ្ឌាមួយទៀតនៅព្រឹកថ្ងៃពុធទី7ឧសភាក្រុមហ៊ុនអាកាសចរណ៍ជាច្រើនមានដូចជា Korean Air, Eva Air, Malaysia Airlines, Thai Airways, Singapore Airlines និង Air France ជាដើមសុទ្ធតែបានប្រកាសថាគេបានសម្រេចហោះវាងជិះឆ្ងាយពីដែនអាកាសប៉ាគីស្ថានបញ្ហានេះវានឹងជះផលវិបាកធ្វើឲ្យរយៈពេលធ្វើដំណើរកាន់តែយូរចំណាយសាំងកាន់តែច្រើនធ្វើដំណើរកាន់តែយូរមនុស្ស26នាក់ស្លាប់ហើយនិង17នាក់រងរបួសនៅពេលដែលក្រុមសកម្មជនប្រដាប់អាវុធចូលទៅបាញ់រះសម្លាប់មនុស្សនៅកន្លែងទេសចរណ៍មួយនៅក្នុងតំបន់កាಶ್មៀរឥណ្ឌាអាជ្ញាធរឥណ្ឌាកំពុងតែតាមប្រម៉ាញ់ចាប់ពួកភេរវជនដែលរដ្ឋាភិបាលក្រុងញូដេលីជឿថាជាគ្នារបស់ក្រុមជននិយមដែលមានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថានរដ្ឋាភិបាលឥណ្ឌានៅបានចោទប្រកាន់ប៉ាគីស្ថានថាជាអ្នកនៅពីខាងក្រោយការវាយប្រហារភេរវកម្មឆ្លងដែនហើយបានគំរាមសងសឹកប្រទេសជិតខាងឲ្យចាស់ដៃនេះមិនមែនជាលើកទី1ទេដែលឥណ្ឌាហើយនិងប៉ាគីស្ថានមើលមុខគ្នាមិនចំរហូតដល់ទៅផ្ទុះសង្គ្រាមនឹងគ្នាដោយសារតែចំនួនកាಶ್មៀរនៅមុនពេលអង់គ្លេសប្រគល់ឯករាជ្យហើយនឹងពុះចែកឥណ្ឌាជាពីរប្រទេសគឺឥណ្ឌាហើយនិងប៉ាគីស្ថានកាಶ್មៀរគឺធ្លាប់ជារដ្ឋមួយនៅក្នុងរដ្ឋសហព័ន្ធឥណ្ឌាដែលមានប្រជាជនរស់នៅភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមក៏ប៉ុន្តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូនៅក្នុងកិច្ចព្រមព្រៀងប្រគល់ឯករាជ្យចក្រភពអង់គ្លេសបានទុកឲ្យប្រជាជនកាಶ್មៀរជាអ្នកសម្រេចចិត្តថាតើត្រូវភ្ជាប់ខ្លួនទៅប៉ាគីស្ថានឬក៏ទៅឥណ្ឌាឬមួយក៏ចង់ក្លាយជាប្រទេសឯករាជ្យដោយសារតែមានប្រជាជនកាಶ್មៀរភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមប៉ាគីស្ថានធ្លាប់ជឿថាកាಶ್មៀរប្រកាសជានឹងមកចុះចូលខាងខ្លួនដោយបណ្ដាតំបន់ដទៃទៀតដែលមានប្រជាជនកាន់សាសនាអ៊ីស្លាមក៏ប៉ុន្តែមហារាជរបស់កាಶ್មៀរនៅសម័យនោះរារែកមិនទៅខាងណាទាំងអស់ក៏ព្រោះតែចង់នៅឯករាជ្យការនេះគឺបានធ្វើឲ្យក្រុមបដិវត្តន៍អ៊ីស្លាមនៅកាಶ್មៀរដែលចង់ភ្ជាប់កាಶ್មៀរទៅប៉ាគីស្ថាននោះមិនសប្បាយចិត្តហើយបានរៀបចំគម្រោងការចង់ដណ្ដើមអំណាចដោយមានជំនួយពីក្រុមកុលសម្ព័ន្ធនៅប៉ាគីស្ថានដោយសារតែបារម្ភខ្លាចការឈ្លានពានពីក្រុមកុលសម្ព័ន្ធអ៊ីស្លាមនៅប៉ាគីស្ថានមហារាជរបស់កាಶ್មៀរបានសម្រេចភ្ជាប់ខ្លួនទៅនឹងឥណ្ឌាឥណ្ឌាក៏បានបញ្ជូនទាហានទៅគ្រប់គ្រងដែនដីមួយផ្នែកធំរបស់កាಶ್មៀរក៏ប៉ុន្តែប៉ាគីស្ថានមិនសុខចិត្តហើយបានបញ្ជូនទ័ពទៅកាន់កាប់ដែនដីកាಶ್មៀរដែលនៅសល់ចំនួនដណ្ដើមតំបន់កាಶ್មៀររវាងឥណ្ឌាហើយនិងប៉ាគីស្ថានក៏បានកើតឡើងតាំងតែពីពេលនោះមកនៅក្នុងរយៈពេល78ឆ្នាំក្រោយទទួលឯករាជ្យពីអាណានិគមអង់គ្លេសបងប្អូនសត្រូវឥណ្ឌាហើយនិងប៉ាគីស្ថានបានផ្ទុះសង្គ្រាមនឹងគ្នាដល់ទៅ3លើកដោយសារតែតំបន់កាಶ್មៀរលើកទី1នៅឆ្នាំ1947ពលគឺនៅប្រមាណខែក្រោយទទួលបានឯករាជ្យពីអាណានិគមចក្រភពអង់គ្លេសលើកទី2គឺនៅឆ្នាំ1965ហើយនិងលើកទី3នៅឆ្នាំ1999នៅពេលដែលក្រុមប្រវត្តិអ៊ីស្លាមនៅកាಶ್មៀរហើយនិងទាហានប៉ាគីស្ថានបានរួមដៃគ្នាវាយប្រហារទៅលើទីបន្ទាយទាហានឥណ្ឌាហើយនិងចូលកាន់កាប់ទីតាំងនៅលើភ្នំហេម៉ាឡៃនៅក្នុងដែនដីកាಶ್មៀរឥណ្ឌាឥណ្ឌានៅពេលនោះបានសងសឹកវិញដោយបើកការវាយប្រហារចូលទៅក្នុងទឹកដីប៉ាគីស្ថានជាទីដែលឥណ្ឌាចាត់ទុកថាជាទីតាំងសម្បុករបស់ក្រុមអ៊ីស្លាមជននិយមអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មប្រឆាំងនៅឥណ្ឌាជារួមឥណ្ឌាហើយនិងប៉ាគីស្ថានធ្លាប់បានធ្វើសង្គ្រាមប្រយុទ្ធគ្នាដល់ទៅ3ដងដោយសារតែបញ្ហាកាಶ್មៀរក៏ប៉ុន្តែនៅទីបំផុតគឺនៅតែមិនអាចដោះស្រាយឲ្យដាច់ស្រឡះបញ្ហាកាಶ್មៀរនេះឥណ្ឌានៅតែបន្តចង្អុលមុខចោទប្រកាន់ប៉ាគីស្ថានថាជាអ្នកបណ្ដុះបណ្ដាលឧបត្ថម្ភជួយក្រុមបះបោរអ៊ីស្លាមនៅក្នុងទឹកដីកាಶ್មៀរឥណ្ឌាឲ្យប្រព្រឹត្តអំពើភេរវកម្មបង្កអសន្តិសុខនៅកាಶ್មៀរឥណ្ឌាចំពោះឥណ្ឌាប្រកាសថាប៉ាគីស្ថានគឺនៅតែចិញ្ចឹមចិត្តចង់បានកាಶ್មៀរឥណ្ឌាតាមរយៈការសំគំនិតជួយក្រុមប្រវត្តិអ៊ីស្លាមជននិយមឲ្យបង្កអសន្តិសុខវាយប្រហារទៅលើប្រជាជនស៊ីវិលហើយនិងកងទ័ពនៅកាಶ್មៀរឥណ្ឌាម្យ៉ាង
ប៉ាគីស្ថាននេះក៏ចង់សងសឹកផងដែរនឹងឥណ្ឌាដែលធ្លាប់បានជួយគាំទ្រឲ្យក្រុមបះបោរទាមទារបំបែកទឹកដីមួយផ្នែករបស់ប៉ាគីស្ថានកាលពីសង្គ្រាមស៊ីវិលឆ្នាំ1971ដែលធ្វើឲ្យកើតចេញជាប្រទេសបង់ក្លាដេសសប្តាហ៍នេះប៉ាគីស្ថានទាញចំណេញពីក្រុមអ៊ីស្លាមនៅកាಶ್មៀរឥណ្ឌាដែលមិនពេញចិត្តនឹងការដឹកនាំបែបរើសអើងរបស់រដ្ឋាភិបាលរបស់លោក Narendra Modi មានប្រជាជនរស់នៅ7លាននាក់ដែលនៅក្នុង 70% គឺជាអ្នកកាន់សាសនាអ៊ីស្លាមកាಶ್មៀរឥណ្ឌាបានធ្លាក់ខ្លួនរងគ្រោះដោយសារតែចំនួនប្រដាប់អាវុធហើយនឹងការវាយប្រហារភេរវកម្មចំនួនកាಶ್មៀរត្រូវបានគេចាត់បញ្ចូលទៅក្នុងចំណោមចំនួនដែនដីដែលមានសភាពធ្ងន់ធ្ងរហើយនឹងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកព្រោះថាភាគីចំនួនឥណ្ឌាហើយនិងប៉ាគីស្ថាននេះគឺសុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរចំនួនដែលអាចរាលដាលទៅជាសង្គ្រាមរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរគឺជាចំនួនដ៏គ្រោះថ្នាក់មួយសម្រាប់ឥណ្ឌាហើយនិងប៉ាគីស្ថានក៏ដូចជាសម្រាប់សុខសន្តិភាពអន្តរជាតិយ៉ាងណាក៏ដោយគេសង្កេតឃើញថាចាប់តាំងពីឆ្នាំ2000មកអ្វីត្បិតតែបញ្ហាតានតឹងនៅកាಶ್មៀរនៅតែកើតមានជារឿយៗហើយពេលខ្លះរហូតដល់មានការប៉ះទង្គិចអាវុធគ្នាជាពិសេសនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនត្រួតពិនិត្យដែលពុះខណ្ឌចែកកាಶ್មៀរជាពីរក្តីក៏ឥណ្ឌាហើយនិងប៉ាគីស្ថានមិនប្រយុទ្ធបង្ហូរឈាមគ្នារហូតដល់ថ្នាក់គំរាមប្រើអាវុធនុយក្លេអ៊ែរដែលធ្វើឲ្យប្រទេសទាំងពីរអាចរលាយសាបសូន្យទាំងអស់គ្នានោះដែរលើកនេះគឺដោយលើកមុនអ្នកជំនាញវិតម្លៃថាបើទោះបីជាឥណ្ឌាអាចបើកការវាយប្រហារយោធាទៅលើប៉ាគីស្ថានដើម្បីសងសឹកទៅនឹងភេរវកម្មសម្រាប់អ្នកទេសចរឥណ្ឌាក្តីក៏សង្គ្រាមរវាងប្រទេសទាំងពីរនឹងមិនអាចរាលដាលទៅជាសង្គ្រាមនុយក្លេអ៊ែរដែរនៅភាគីឥណ្ឌាគឺដោយសារតែការដាក់សម្ពាធខ្លាំងនៅក្នុងស្រុកព្រោះថាជនរងគ្រោះស្លាប់ដោយសារតែការវាយប្រហាររបស់ភេរវជននេះភាគច្រើនគឺជាអ្នកកាន់សាសនាហិណ្ឌូលោកនាយករដ្ឋមន្ត្រី Narendra Modi គ្មានជំរឿនអ្វីក្រៅតែពីចាត់វិធានការសងសឹកប៉ាគីស្ថានដើម្បីបំពេញចិត្តប្រជាជនរដ្ឋាភិបាលប៉ាគីស្ថាននៅវិញក៏មិនចោះញោមហើយនឹងចង់បានការពារមុខមាត់ដូចគ្នាតើអ្នកណាដែលអាចជួយធ្វើជាអន្តរការីបន្ថយភាពតានតឹងរវាងបងប្អូនសត្រូវទាំងពីរកន្លងមកចំនួនតានតឹងហើយនឹងសង្គ្រាមឥណ្ឌាប៉ាគីស្ថានតែងតែបិទបញ្ចប់ទៅវិញដោយសារតែមានអន្តរាគមន៍សហគមន៍អន្តរជាតិហើយជាពិសេសសហរដ្ឋអាមេរិកដែលធ្លាប់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងភាគីចំនួនទាំងពីរតែងតែចេញមុខមកបញ្ចុះបញ្ចូលឲ្យគូបដិបកទម្លាក់អាវុធឈប់ប្រយុទ្ធគ្នាក៏ប៉ុន្តែខុសពីលើកមុននៅពេលដែលឥណ្ឌាហើយនិងប៉ាគីស្ថានកាន់តែតានតឹងនឹងគ្នាកាន់តែខ្លាំងអាមេរិកហាក់ដូចជាមិនសូវលូកដៃអន្តរាគមន៍ច្រើនប៉ុន្មានទេផ្ទុយពីមេដឹកនាំអាមេរិកមុនដែលចូលខ្លួនជាអន្តរការីដ៏សកម្មដើម្បីបញ្ចុះបញ្ចូលភាគីចំនួនលោក Donald Trump បានតាំងខ្លួនជាអ្នកឈរមើលដោយត្រឹមតែនិយាយថាលោកជឿជាក់ថាឥណ្ឌាហើយនិងប៉ាគីស្ថាននេះនឹងអាចរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ចប់បញ្ហានេះដោយខ្លួនឯងជំហររបស់ប្រធានាធិបតីអាមេរិកនេះធ្វើឲ្យនាយករដ្ឋមន្ត្រីឥណ្ឌាខកចិត្តខ្លាំងណាស់ជាពិសេសនៅចំពោះមុខប៉ាគីស្ថានគូសត្រូវដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសម្ព័ន្ធមិត្តអារ៉ាប់ហើយនិងចិនដែលជាគូប្រជែងដ៏ធំរបស់ឥណ្ឌា